ខ្ញុំសូមសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកលោកស្រីសមាជិកសមាចារនៃមហាសន្និបាតសរុបជាង430នាក់ដែលបានធ្វើដំណើរពីគ្រប់រាជធានីខេត្តដើម្បីចូលរួមក្នុងអង្គសន្និបាតដែលញ៉ាំងឲ្យពិធីទាំងមូលមានភាពអតិថិធមនិងពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រនិងជាការរំលឹកនឹកគុណដល់អតីតយុទ្ធជនកម្ពុជាដែលបានធ្វើពលកម្មនិងលះបង់គ្រប់បែបយ៉ាងរហូតដល់ការបូជាយុវជីវិតដើម្បីបុព្វហេតុនៃប្រទេសជាតិនិងប្រជាជនរួមទាំងសុខសន្តិភាពនិងសន្តិសុខសម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នាខ្ញុំក៏សូមរំលឹកទៅដល់អង្គសន្និបាតមហាសន្និបាតថាការក្រងដើងឡើងយើងក្រងធ្វើមហាសន្និបាតតំណាងទូទាំងប្រទេសដែលមានសមាជិកភាពរហូតដល់ 3,500 នាក់នៅឯទីស្នាក់ការកណ្ដាលគណៈបកប្រជាជនប៉ុន្តែជាអកុសលសភាពការព្រំដែនបានកើតដូច្នេះយើងក៏ពន្យាពេលរហូតមកដល់ពេលនេះហើយពេលនោះគឺមានជំរឿនពីរដែលអនុប្រធាននិងអគ្គលេខាធិការគុណគឹមបានដាក់ជាជំរឿនឬមួយទៅរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសក្នុងកម្រិតតូចល្មមនិងទី2ដោយសារបានឆ្លងយោបល់ថ្នាក់ដឹកនាំរួចហើយគឺអាចចុះហត្ថលេខាលើលក្ខណ្ឌកៈបានតែខ្ញុំបានចារត្រឡប់មកវិញថាត្រូវទៅធ្វើមហាសន្និបាតការអនុម័តលក្ខណ្ឌកៈណាមួយត្រូវតែជាអង្គការខ្ពស់បំផុតរបស់អង្គការនោះហើយអង្គការដែលខ្ពស់បំផុតគឺមហាសន្និបាតតំណាងទូទាំងប្រទេសនេះឯងដូច្នេះបានជាថ្ងៃនេះចំនួនចូលរួមរបស់យើងគឺមានប្រមាណជាជិត 10% នៃចំនួនដែលបានគ្រោងទុកកាលពីពេលមុនដែលគ្រោងធ្វើនៅវិមាន7មករានៅជិតទីកន្លែងនេះដែរតែថ្ងៃនេះយើងអរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែផ្ដល់ទីកន្លែងសម្រាប់យើងធ្វើមហាសន្និបាតនាពេលនេះ